Cùng lên với Norway Hà Lan Martin Odegaard Alexander Solot sao smart nơi ông lên đôi khi ta và Brazil với khi lên chụp Japan này ơi vậy tự nhiên nè anh cái score tiến mai giúp đây ở lời dương rô kênhประมาณ ក្រុម mấy đây lại từ can vẹnผมไป ក្រុម trongក្រោយ មាន ក្រុម ណា ខ្លះ ហើយ ក្រុម ដែល ឡើង ទៅ ដែល ឡើង ទៅ វគ្គ 8 ក្រុម មាន អេស៊ីប អាហ្សង់ទីន កូឡុំបៀ ហើយ យប់មិញ មាន បារាំង មាន ម៉ារ៉ុក ចឹង យប់នេះ យើង រក 2 ក្រុម ទៀត យប់នេះ ម៉ោង 3 Brazil ប៉ះ Norway មេស៊ីកូ ជួប តៅ កំណាច អង់គ្លេស ពូ រង ទាំង 2 វគ្គ 8 ក្រុម បារាំង ជួប ម៉ារ៉ុក សុំ ធៀប 2 គូ មក ពូ រង ទាំង 2 ទៅ Norway មេស៊ីកូ Norway មេស៊ីកូ មិនដែរប្រូហេងប៊ីល free kick ប៉ុណ្ណឹងអាចទទួលយកបានទេភ្លឺភ្នែកទេភ្លឺភ្នែកច្បាស់ទេភ្លឺភ្នែកចេះហ្មងហើយកងសុកគាត់ថាមកខែក្រោយដឹងគាត់មកអត់ទេខែក្រោយយប់នឹងពូលេងអីច្បាស់ពូរងទាំង 2 បើថាបើសួរថាពូលេងអីច្បាស់ពូរងទាំង 2 free kick ល្អមែនពូ 22 ម៉ែត្រ distance to goal កន្លែងហ្នឹងគឺកន្លែងពេញបឹបរបស់ពូបងពូទាត់ប៉ុណ្ណឹងបានពូអាចកំណត់មុំបាន 22 ម៉ែត្រ ចុះem សួរអាភាវាចូលមើលខាងក្រៅទៅភ្នែកភ្លឹកអាហេងវាចូលឡើងព្រិចលោទាំងហើមហីគូនឹងស៊ូមតុបស្មើដល់15នាទី 2 ដងទៀតនេះអា Brazil មួយ Norway នេះឯងកុំលេងមួយ Norway ហាឡាន់ Martin Odegaard Alexander Solot sao smart នៅអង់គ្លេសដូចគ្នាតើបើ Brazil វិញអាគេលេងជាមួយជប៉ុននេះអើយវេទនាណាover ទៅហើយចង់ over ទៅបង free kick ថ្ងៃនេះ unbelievable និយាយទៅហើយអស់ចិត្តមែនអាភាហើយងាប់ទៅវិញក៏អស់ចិត្តមែនដែរដោយសារបានឃើញ free kick វាស្អាតពេកមែនអាភាចម្ងាយប៉ុណ្ណឹងទាត់ចូលមែនអាភាអត់ទេពូមិនមែនពូចូលទេតែរឿងពិតហើយសួរពូនឹង free kick ឯងមានតែស្រួលទាត់ដូចពេលហ្នឹងទីណាសំខាន់អ្នកចាំទីជប៉ុនទៀតណាពូលេងឯហ្នឹងគឺលេងមួយក្រុមជប៉ុនសតហ្មងជប៉ុនគេសុំសងសឹកមានអតីតកីឡាករជប៉ុនដូចយូតាយូអីហ្នឹងមកលេងទាំងអស់ហើយជប៉ុនអ្នកគេលេងហ្នឹងគឺលេងវា futsal ហ្មងអូជប៉ុនប្រកែកដេញប្រេះដេញម៉ែចេះហត់ឯពូជប៉ុននេះចឹងមកវាថតរឿងសិចខ្លាំងណាស់មាន 2 គូទេខ្ញុំនឹងមានតែ 2 គូទេ
ម៉ោង3ប្រេស៊ីលមួយណ័រវ៉េម៉ោង7ព្រឹកអង់គ្លេសមួយមីស៊ីកូអូវ3គ្រាប់ទាំងពីរពូគិតថាដាច់អត់ពូគិតថាបាល់នឹងអត់ទេបើបាល់អង់គ្លេសរត់តែ boring ទៀតឯបាល់អង់គ្លេសមួយមីស៊ីកូឯឆ្ងល់ថាពូ live page ណាតែ follow account ពូទៅពូយក account ធំ share រហូតទៅតែពេលពូ live គ្រប់គូគឺពូយក account នឹង share ទាត់ចូល goal ជប៉ុនអើយពូខេងយើងវាឈឺចាំមិនបានប្រាប់គេឲ្យវាយប្រាំងលួចលេងរងខ្លួនឯងចឹងពូអង្គុយគិតចូលអញគិតថាចុយអញគេមួយបាក់វាយប្រាំងអញលួចរងតែឯងរងចូលមែនគាត់ថារងយើងភ័យយើងបរំស្ថានភាពឥឡូវវាដូចយ៉ាងឡើងកម្ដៅមកវិញហើយបន្ទាប់ពីនឹងកងទ័ពវានឹងបានគប់របាយចូលមកខាងប្រទេសកងទ័ពយើងដោយរបួស3នាក់បើពូមើលព័ត៌មានថ្ងៃមិញ